ចិត្តសាស្ត្រទៅ Photoshop សំដៅដល់ធ្វើឲ្យខ្ញុំឲ្យរកចំណូលបានច្រើនមែនទែននៅក្នុងទីផ្សារ Forex មិនថាតែ content ឬក៏ content ផ្សេងៗហើយដល់ថ្នាក់ profile នៅលើពិភពលោកក៏សូមខ្ញុំសភាតែម្ដងគាត់ឆ្ងល់ដែរតើខ្ញុំប្រយោជន៍ស្អីដើម្បីបាន viral ពូមែនទែនមុននឹងដល់វីដេអូបើសិនជាចាប់បង្កើត content ដើម្បីទទួលបានលុយរៀលបែបត្រឡប់មកវិញចាប់ពី$1ដល់$10នៅ scan QR ឬចុច link វីដេអូនៅខាងលើអញ្ចឹងដើម្បីលេខយុទ្ធសាស្ត្រហ្នឹងគឺអបបាក់ទេអញ្ចឹងថ្ងៃនេះខ្ញុំនិយាយពី Photoshop សំដៅស្អីគេ Photoshop សំដៅដែលខ្ញុំកំពុងតែនិយាយហ្នឹងវាអាចនឹងខុសគ្នាពីអ្វីដែលអ្នកទាំងអស់នេះបានធ្លាប់រៀនប៉ុន្តែខ្ញុំនឹងព្យាយាមសម្រាប់ដំណឹងអញ្ចឹងឧទាហរណ៍ថាកន្លែងនេះចុះឧទាហរណ៍នៅក្នុងកន្លែងនេះអ្នកនេះឃើញអូក៏ឥឡូវគិតថាគ្នាយើងគិតថាផ្សារវាបានឡើងទៅវិញឧទាហរណ៍នេះគ្នាយើងគិតអញ្ចឹងគ្នាយើងគិតថាអូឥឡូវខ្ញុំចង់បាយនៅកន្លែងនេះចឹងអ្នកនេះកន្លែងនេះចង់បាយដាក់ SL នៅខាងក្រោមហើយដាក់ TP នៅខាងលើអញ្ចឹងទៅអញ្ចឹងស្រាប់តែក្នុងករណីនេះវាធ្លាក់មកប៉ CSL របស់យើងអញ្ចឹងមានន័យថាកន្លែងដែល CSL របស់យើងហ្នឹងហើយគឺជាកន្លែង Photoshop ប៉ុន្តែមិនមែនមានន័យថាឲ្យតែកន្លែង CSL ហ្នឹងគឺប្រកាសជា Photoshop 100% ទេមានន័យថាបើយើងនិយាយទៅគឺជា last liquidity Photoshop យើងនិយាយ last liquidity មានន័យថាគឺជាកន្លែងដែល trader ទូទៅដាក់ SL នៅតំណឹងហើយវាមក C ហើយវាឡើងអញ្ចឹងបានពេលខ្លះអ្នកនេះចុច buy ចុច buy នៅកន្លែងហ្នឹងឯងស្រាប់តែអត់ចាំឲ្យ liquidity sweep ឬក៏ Photoshop វាចេញរៀងហើយអ្នកចុច buy ទៅធ្វើឲ្យផ្សារវាឡើងទៅលើវិញអញ្ចឹងទៅអញ្ចឹងរបៀបដែលខ្ញុំមើលលេងនេះគឺវាអាចនឹងខុសគេបន្តិចប៉ុន្តែខ្ញុំដូចខ្ញុំជាប្រាប់អ្នកនេះអញ្ចឹងរបៀបលេងខ្ញុំជាសម្រាប់ថាតើកន្លែងនេះយើងគួរតែមើលបែបម៉េចអញ្ចឹងខ្ញុំគួរផ្សំវាផងដែរបើសិនជាយើងនិយាយពី Photoshopនេះអញ្ចឹងត្រូវតែឧទាហរណ៍ថានេះកន្លែងនេះអ្នកនេះមើលច្បាស់នេះកន្លែងនេះយើងអាចមើលក្នុង15នាទីណាប៉ុន្តែដែលវាកាត់ឡើងនៅក្នុង case ឧទាហរណ៍ថាកាត់ឡើងនៅក្នុង New York កាត់ឡើងនៅក្នុង London ឬក៏កាត់ឡើងនៅក្នុង Asia ក៏បានដែរចុះអាម៉ោងនោះយើងចង់ដឹងនៅកន្លែងណាទី1គ្នាយើងត្រូវដាក់នេះ G នេះ UTC បូក7នេះណា UTC បូក7នេះមានន័យថាយើងដាក់នៅក្នុងម៉ោងស្រុកខ្មែរណាយើងអាចចុចលើវាយើងដាក់មកបើសិនជាអត់បូកទេយើងដាក់បូក7នេះបានណាក្នុងកម្មវិធី Trading View នេះបូក Jakarta នេះក៏បានដែរហើយ indicator អញ្ចឹងអ្នកនេះវាយពាក្យ Noco Trader SCRT មកអញ្ចឹងអ្នកនេះនឹងឃើញ indicator ហ្នឹងនេះគាត់ចុចលើវាមកអ្នកនេះនឹងបាននេះ kill zone ហ្នឹងឯងមានម៉ោងមានអីថាតើម៉ោងពេលណា New York London អីចឹងទៅអូខេអញ្ចឹងសម្រាប់ Photoshop ដែលខ្ញុំនិយាយនេះកន្លែងនេះអ្នកនេះមើលនេះកន្លែងនេះអញ្ចឹងគឺចុង week នេះខ្ញុំចង់ឧទាហរណ៍ថាឥឡូវយើងមានចុង week មួយអញ្ចឹងចុង week មិនក៏ដោយបើសិនជាឧទាហរណ៍ឥឡូវចុង week កន្លែងនេះណាត្រូវបាន candle មួយទៀតណា15នាទីយើងមើលក្នុង15នាទីដែលកាត់ឡើងនៅក្នុង Q zone នេះក្នុង Q zone London ឬក៏ New York ឬក៏ Asia ចឹងកាត់ឡើងនៅក្នុងអាប្រហោងនេះចំណុចប្រអប់នេះអញ្ចឹងនៅពេលដែលវាធ្លាក់មកនេះវាធ្លាក់មកបែបនេះហើយវាចោលកតុយហើយវាឡើងទៅលើវិញអាហ្នឹងខ្ញុំហៅវាថា Photoshop ចោលរបៀបម៉េចឧទាហរណ៍ថាវាធ្លាក់មកថាឥឡូវនេះ candle ពណ៌ក្រហមក៏បានខៀវក៏បានប៉ុន្តែបើសិនជាខៀវកាន់តែ strong រឹងមាំអញ្ចឹងគាត់ថាឥឡូវនេះពណ៌ខៀវចឹងអញ្ចឹងបើសិនជាវាធ្លាក់មកចេះបែបនេះមានន័យថាវាចោលខ្លួនរបស់វាសំណោលនេះ body របស់វាខ្លួននេះនៅពីលើនេះអាកន្លែងចេះនេះអញ្ចឹងយើងអាចហៅវា Photoshop បានតែបើសិនជាធ្លាក់មកក្រោមមានតែធ្លាក់មកក្រោមអាហ្នឹងយើងអាចហៅវាថា Photoshop ទេអាហ្នឹងវាមានលក្ខណៈមួយទៀតយើងចាំយើងលម្អិតពេលក្រោយអញ្ចឹងយើងបើសិនជាបិទមិនថាខៀវក៏ដោយមិនថាកណ្ដោក្រហមក៏ដោយបើសិនជាតែបិទនៅពីលើនេះពីលើអាកន្លែងចាស់នេះអាមានតែកន្លែងដែលទាបបំផុតចាស់នេះបើយើងទាបបំផុតនៅក្នុងណានៅក្នុង kill zone ហ្នឹងឯងនៅក្នុង zone ចន្លោះម៉ោងហ្នឹងអត់ថាឥឡូវគឺចន្លោះ New York គឺ New York London គឺ London នៅក្នុងប្រអប់ហ្នឹងអញ្ចឹងបើសិនជាវាហ៊ានតែធ្លាក់ឃ្លាយមកគឺយើងអត់ចាប់វាទេប៉ុន្តែបើសិនជាវាអត់បានធ្លាក់មកមានន័យថាអា body នេះ candle នេះគឺវាបិទនៅពីលើអាហ្នឹងវិញអាហ្នឹងយើងចាប់បិទបែបម៉េចបិទបែបនេះឃើញទេគឺខ្លួនរបស់វាបិទនៅពីលើណាបិទនៅពីលើអូខេឃើញទេបែបហ្នឹងប៉ុន្តែបើសិនជាជាប់គ្នាយើងអត់យកណាឧទាហរណ៍ថាវាបិទអញ្ចឹងមានន័យថាអញ្ចឹង candle ដែល on ណាក៏វាត្រូវមានការដក clear វាមួយ candle ដែរមានន័យថា candle ទី1ទី2ទី3មានន័យថាបើនេះយើងរាប់មកនេះទី1ទី2ហើយនឹងទី3អត់អាចជាប់គ្នាបានណាចុះបើសិនជាវាមាន Photoshop កើតឡើងនៅអា candle ទី2នេះអាហ្នឹងយើងយកអត់យកទេណា on ណាក៏វាត្រូវដក clear នៅកន្លែងនេះដែរ on ណាក៏វាត្រូវមានចន្លោះនៅកន្លែងនេះដែរចាប់ពីកន្លែងនេះទី3ក៏បាន4ក៏បាន5ក៏បានឯកន្លែងនេះទី3ឡើងទី4វាកើត Photoshop នៅ candle ទី4ទី5ទី6បានទាំងអស់ប៉ុន្តែកុំឲ្យតែកើតឡើងនៅ candle បន្ទាប់ដោយចិត្តវានេះអាហ្នឹងយើងអត់ត consider ទេបែបនេះអញ្ចឹងយើងអត់ចាប់វាទេអូខេយើងអត់ចាប់វាទេប៉ុន្តែបើសិនជាវាមានកម្រិតដក clear ចាប់ពីមកប្រហោងក៏បាន2ក៏បាន3ក៏បានឬក៏ពេលខ្លះថាអានេះវាមិនទាន់មកដល់នេះទេស្រាប់តែវា clear ដល់ candle នេះបានវាចេញមករៀង Photoshop ក៏យើងអាចចាប់វាបានអូខេយើងចាប់វាបានអញ្ចឹងចាប់វាបានហ្មងនេះអញ្ចឹងការងាររបស់យើងគ្រាន់តែចាំមើល Photoshop ទេមានន័យថាយើងមើលបើសិនជាយើងមើលខាងក្រោមផ្សារនៅខាងក្រោមយើងគ្រាន់តែចាំមើលកន្លែងដែលទាបបំផុតអញ្ចឹងត្រូវបាន sweep ផ្ដាច់
នេះអញ្ចឹងគាត់ថាលើបើ Candle ទី2នេះវាមកបង្កើត Photoshop ក៏ដែរតែបើសិនជាជាប់គ្នាអញ្ចឹងយើងអត់យកទេណាយើងអត់យកទេយើងចាំអនណាក៏ចាប់ពី3ឡើងទៅទី3ឡើងទៅឬក៏ទី4អញ្ចឹងអានេះទី3ណាទី3ធ្លាក់មកនេះចោលគេឃើញចោលសមោលអញ្ចឹងមានន័យថាទីផ្សារនៃកម្លាំងនៃការបាយចាប់ដើមរុញចូលមកឯងអញ្ចឹងមិនមែនគាត់តែឃើញប៉ុណ្ណឹងអ្នកនេះអាចបាយភ្លាមបាននោះទេអញ្ចឹងយើងរងចាំជាមួយនឹង SFT ផងដែរអញ្ចឹងតើអ្វីគឺជា SFT ខ្ញុំធ្លាប់អាសាពន្យល់ហើយអញ្ចឹងឧទាហរណ៍ក្នុងការលេងយុទ្ធសាស្ត្រនេះបើយើងលេងមាសឧទាហរណ៍យើងប្រើ XAU USD ប៉ុន្តែយើងលេងជាប្រភេទ pair អីគេ FHCM អញ្ចឹងទៅ FHCM ណា FHCM អញ្ចឹងយើងបើសិនជាយើងមើលមាស XAU USD យើងត្រូវមើល SMT យើងត្រូវមើលប្រៀបធៀបជាមួយនឹងប្រាក់ឈ្មោះគេ pair របស់វាបើមាស XAU USD ប្រាក់គឺ XAG USSD ប៉ុន្តែយើងមើល pair ដូចគ្នា FHCM ដូចគ្នាអញ្ចឹងទៅអញ្ចឹងយើងមើលមាសមួយយើងមើលប្រាក់មួយអញ្ចឹងឧទាហរណ៍ឥឡូវបើមាសយើងមើល5-10នាទីនេះប្រាក់ក៏5-10នាទីនេះយើងអាចមើលឃើញមែនអញ្ចឹងយើងប្រៀបធៀបគ្នាតែយើងប្រៀបធៀបគ្នាបែបម៉េចដើម្បីឲ្យយើងដឹង SMT អញ្ចឹងឧទាហរណ៍ថាយើងមើលចន្លោះនេះអ្នកគ្នាយើងមើលម៉ោងឃើញចន្លោះម៉ោង 18:30 បើយើងនិយាយទៅ 18:30 ស្មើនឹងម៉ោង 6 កន្លះអញ្ចឹងពីចន្លោះពីម៉ោង 6 កន្លះរហូតទៅដល់ម៉ោងប៉ុន្មានអញ្ចឹង10ទៅថាម៉ោង 10 ចុះអញ្ចឹងមានន័យថាចន្លោះម៉ោងនេះមាសបានបង្កើតតម្លៃទាបបំផុតប៉ុន្តែយើងមើលចន្លោះម៉ោង 6 កន្លះទៅវិញនេះម៉ោង 6 កន្លះនេះឡើងវិញនេះឃើញនេះគឺយើងមើលម៉ៅទាំងសងខាងឃើញដើរដូចគ្នាអញ្ចឹងពីចន្លោះនេះឡើងវិញនេះអញ្ចឹងយើងឃើញថាប្រាក់អត់អាចបង្កើតតម្លៃទាបបំផុតថ្មីបានយើងឃើញទាបបំផុតថ្មីបានមិនតែមិនឃើញមាសវាទាបជាងមុននេះមានន័យចន្លោះមកឥឡូវនេះយើងគិតថាម៉ោង 6 កន្លះរហូតដល់ម៉ោងអញ្ចឹង10ទៅថាម៉ោង 10 ចុះអញ្ចឹងឃើញមាសអាចបង្កើតតម្លៃទាបជាងមុនបានប៉ុន្តែប្រាក់មើលចន្លោះពីម៉ោង 6 កន្លះរហូតដល់ម៉ោងនេះ 10 នេះវាបង្កើតតម្លៃទាបបំផុតថ្មីបានអត់ទេអញ្ចឹងកន្លែងហ្នឹងហើយគឺជាកន្លែង SMT គឺជាកន្លែងរឹងមាំនៃការបូកគ្នារវាង Photoshop ហើយអ្នកនេះគាត់តែឃើញបែបហ្នឹងគឺអ្នកនេះអាច entry បាន entry ចូលផ្សារបានមិនគាត់តែបិទ candle ភ្លាមអ្នកនេះអាចចូលបានហើយបើ SL គឺយើងដាក់នៅលើតែចុងនេះតែបន្តិចមកនេះចុងវិកនេះតែបន្តិចមកនេះចុងក្រោយនេះតែបន្តិចហើយ TP យើងអាចដាក់ 1C2 បានណា 1C2 បានបែបហ្នឹងហើយកន្លែងនេះយើងចង់តាំងឈ្មោះអ្នកក្រោមនេះក៏បានដែរ Total Photoshop TS Photoshop ដើម្បីយើងតាំងថានេះជា Photoshop អញ្ចឹងកន្លែងនេះបើសិនជាវារឹងមាំដែរគឺវាបូកផ្សំជាមួយ indicator មួយទៀតគឺ CRT ដែរណានេះគ្នាយើងឃើញមានថាម៉ោង 4 ម៉ោងចាស់របស់យើងណាត្រូវបានផ្ដាច់ហើយនេះពីច្រើនវាត្រូវដើរពី CRT low មក CRT ហើយមានថា candle 4 ម៉ោងទាបបំផុតទៅដល់ candle 4 ម៉ោងខ្ពស់បំផុតអញ្ចឹងសម្រាប់ TP ទី1គ្នាយើងអាច TP នេះដូចខ្ញុំអញ្ចឹងក៏បានឬក៏ទី2យើងវាស់មក candle 4 ម៉ោង 50% របស់វានៅណានេះឃើញនេះម្ដុំនេះអញ្ចឹងគឺយើងអាចដាក់នៅម្ដុំនេះបើយើងវាស់មកពាក់កណ្ដាលនេះ 50% អញ្ចឹងលក្ខខណ្ឌហ្នឹងគឺវានឹងរឹងមាំផងដែរនៅពេលដែលមាន CRT មានន័យថានេះអាកន្លែង Photoshop នេះវាមកកាត់នៅតំបន់ CRT មានន័យថាវាទៅផ្ដាច់4 ម៉ោងចេះ4 ម៉ោងចាស់នេះធ្វើម៉េចយើងរៀងអាធំមកបែបនេះណាបើយើងទូចអញ្ចឹងក៏ពិបាកចាប់ដែរយើងររៀងមកឲ្យធំបែបហ្នឹងមកនឹងឲ្យ candle 4 ម៉ោងនេះពេលដែលវាផ្ដាច់ candle 4 ម៉ោងចាស់នេះគេហៅយើងហៅវាថានេះកន្លែងនេះណា CRT low នេះ candle 4 ម៉ោងចាស់ទាបបំផុតហើយនឹង candle 4 ម៉ោងចាស់ខ្ពស់បំផុតអញ្ចឹងបើខ្ញុំចេញវីដេអូលើកមុនអញ្ចឹងបើពេលដាច់ខាងក្រោមយើងរកបាយផ្ដាច់លើរកសារអញ្ចឹងរកបាយរកសារតបផ្ដាច់ខ្សែកណ្ដាលជីប៉ុន្តែនៅពេលដែលមានរៀង Photoshop ដែលខ្ញុំកំពុងតែបង្ហាញនេះឲ្យតែមានបែបហ្នឹងមកគឺយើងអាចទៅការពិចារណាបានហើយយើងមិនបាច់ចាំនេះក៏បានអញ្ចឹងយើងគាត់តែចូលផ្សារភ្លាមដែល SL ប៉ុណ្ណឹងមកអីមកយ៉ាគឺ TP យកតែម្ដងយុទ្ធសាស្ត្រនេះផងដែរគឺជាយុទ្ធសាស្ត្រមួយដែលខ្ញុំអាសាប្រើជាងគេផងដែរដោយសារវាមាន win rate ខ្ពស់ហើយដូចខ្ញុំបានដឹងជាងបានដកលុយឡើងអីជាច្រើន platform មែនតើអញ្ចឹងហើយក្នុងការចែករំលែកនេះគោលបំណងរបស់ខ្ញុំគ្រាន់តែចង់ចែករំលែកអ្វីដែលខ្ញុំប្រើទៅដើរទេសម្រាប់អ្នកទាំងអស់នេះខ្ញុំអត់ចង់អ្នកនេះមកចំនួនគាត់ថាអូការ trading គឺជាលំបាកទេប៉ុន្តែខ្ញុំចង់បង្ហាញពីអ្វីដែលខ្ញុំធ្វើទៅដើរហើយវាមានប្រសិទ្ធភាពមែនតើបានខ្ញុំយកមកហ៊ានចែករំលែកអញ្ចឹងទៅហើយណាមួយគឺយើងព្យាយាមលេងតែមួយពីរដូចខ្ញុំនិយាយទៅដែរយើងលេងមួយ C2 គឺយើងយើងអាចនៅក្នុងទីផ្សារបានយូរយើងកុំចង់ខ្លាចជាអ្នកមានក្នុងរយៈពេលមួយថ្ងៃអញ្ចឹងណាហើយដូចគ្នាផងដែរបើសិននេះចង់បង្កើត account ដើម្បីទទួលបានលុយ rebate ត្រឡប់មកវិញចាប់ពី$1ដល់រហូតដល់$10ដូចខ្ញុំធ្លាប់ប្រាប់អញ្ចឹងអ្នកនេះអាច scan QR ណា link Telegram ទៅដើម្បីយើងមើលពីរបៀបក្នុងការបង្កើត account ឬក៏ចុច link អញ្ចឹងផ្សេងៗហើយអ្នកនេះចង់រៀនបន្ថែមកុំភ្លេចណា join channel ខ្ញុំមកនេះ scan ចូលក្នុង channel ខ្ញុំឬក៏ community និង co-trader ផងដែរដើម្បីគ្នាយើងចង់មើលទៅលើ idea trading ផ្សេងៗរបស់ទីយើងផ្សេងៗដែលយើងតម្លាក់អញ្ចឹងឬក៏មានព័ត៌មានមួយចំនួនអញ្ចឹងទៅក៏អាចចូលបានផងដែរមួយទៀតបើសិនអ្នកចង់ឲ្យខ្ញុំធ្វើវីដេអូពីអីដែលអ្នកអាច comment បានខ្ញុំនឹងមើល comment អ្នកនាងខ្ញុំទៅមានតែប៉ុណ្្នឹងទេកុំភ្លេចយកអានឹងទៅបែកតេស្តផងហើយជួបគ្នាជាមួយវីដេអូក្រោយជាបន្តទៀតបាយ